បងប្អូនទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថាតើ Senior Developer ឬក៏បងរៀមច្បងដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំទៅលើការងារ IT ដូចជាការងារសរសេរកូដគាត់ចេះកាងគាត់ចេះ stack ដូចយើងអត់បើយើងជា Junior Developer ឬក៏អ្នកដែលទើបតែចាប់ផ្ដើមយើងអាចនឹងកាងជាពិសេស error syntax សរសេរកូដ error ហើយមួយទៀត copy code មកហើយនៅតែរ៉ាន់មិនដើរបញ្ហានេះបញ្ហានោះជួបរហូត error រហូតហើយល្អស្អីកូដ error ហើយឆ្ងល់ថាបងឬក៏ senior developer យើងនិយាយថា senior ឬក៏រៀមច្បងដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំគាត់មានបញ្ហាដូចយើងអត់តាមពិតទៅទោះគាត់ជា senior ក៏ដោយគាត់នៅតែមានបញ្ហាដដែលទេគាត់នៅតែជួបបញ្ហាគាត់ចេះ stack ដូចតែយើងចឹងគាត់នៅតែ challenge ជាមួយបញ្ហាថ្មីអត់ចេះឈប់អត់ចេះច្រទេក៏ប៉ុន្តែគាត់ថាកម្រិតនៃការដោះស្រាយបញ្ហាឬក៏កម្រិតនៃបញ្ហាដែលគាត់ជួបហ្នឹងគឺខុសគ្នាពីពួកយើង error លើ syntax ក៏ប៉ុន្តែពួកគាត់អត់ចឹងទេពួកគាត់ error ឬក៏មានបញ្ហាទៅលើ level មួយធំជាងហ្នឹងឧទាហរណ៍គាត់មានបញ្ហាភាគច្រើនទៅលើ system architecture តាក់ទងជាមួយនឹង code quality បាទ performance optimization ភាគច្រើនគឺទៅលើរឿងទាំងអស់ហ្នឹងវិញដែលជាបញ្ហាធ្វើឲ្យ system ឬក៏ application មួយមានគុណភាពល្អខុសពីយើងជា junior ពេលណាយើងជួបបញ្ហាយើងព្យាយាមរកដំណោះស្រាយតាម Google Search Stack Overflow ឬក៏ AI copy paste មកឲ្យទៅដើរហើយអត់ព្យាយាមយល់ពី root cause នៃបញ្ហាទេថាមិនឲ្យវាចេញចឹងឲ្យទៅដើរគឺអូខេហើយប៉ុន្តែ senior អត់ចឹងទេពេលណាដែលគាត់រកចម្លើយឬក៏រកដំណោះស្រាយបានពី resource ផ្សេងៗគ្នាមកគឺគាត់ filter រកចម្លើយណាដែលត្រឹមត្រូវចម្លើយណាដែលគាត់គិតថាអាចទទួលយកបាន make sure ថាដំណើរការហ្នឹងវាល្អហើយគាត់យល់ពី root cause ច្បាស់លាស់ព្រោះហេតុអីដោយសារតែពេលណាដែលយើងយល់ពីបញ្ហាច្បាស់លាស់យើងយល់ពីដំណើរការរបស់វាទៅពេលមានបញ្ហាលើក្រោយយើងមាន pattern ហើយថាអូបញ្ហាហ្នឹងវាអញ្ចឹងយើងត្រូវដោះស្រាយតាមរបៀបឬក៏លំនាំមួយនេះប៉ុន្តែបើយើងអត់ព្យាយាមយល់បញ្ហាទេដោះស្រាយបានហើយយើងអត់យល់ពី root cause របស់វាឲ្យច្បាស់លាស់ពេលជួបលើក្រោយយើងបញ្ហាទៀតហើយយើងបាក់ដោះស្រាយទៀតហើយអញ្ចឹងគឺបញ្ហាគឺវានៅត្រង់ហ្នឹងបញ្ហាដូចគ្នាមិនថា senior មិនថា junior ប៉ុន្តែកម្រិតនៃបញ្ហាគឺវាខុសគ្នាអូខេអរគុណ